បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមYouTube ទាំងអស់គ្នាសូមសុខភាពល្អហើយនឹងសុខសប្បាយទាំងអស់គ្នាបាទតើបងប្អូនយើងនាំចិត្តនាំកាយលំហែអារម្មណ៍ជាមួយនឹងខ្ញុំបាទបងធំនៅស្រុកក្រឡាញ់នៅក្នុងខេត្តសៀមរាបយើងហ្នឹងឥឡូវมันមកដល់ស្ពឺឆ្ងាយជីឡើយឈឺគូតអស់ហើយនៅមិនទាន់ដល់ទៀតដល់តែបន្តិចអញ្ចឹងឥឡូវឈប់ទិញបាយទិញអីហូបហ្នឹងប៉ុន្តែមន់គេវាថ្លៃចម្លែកតែអញ្ចឹងណាបើពេលអញ្ចឹងក៏ឈប់តថ្លៃតញ៉ែបាទនៅហើយតថ្លៃគ្នាក៏បាច់អូហូស្ទឹងហើយតែយើងបន្តដំណើរចេញទៅមុខទៀតដើម្បីទៅទស្សនានៅលើដងភ្នំគិរីរម្យតើវាទេសភាពវាស្អាតប៉ុណ្ណាដែរបងប្អូនហើយយើងថតជូនទស្សនិកជនទាំងអស់បានមើលតែថតនឹងញ័រវាចង់សូមរីករាយទស្សនាទាំងអស់គ្នាបាទហើយស្អាតមែនបងប្អូនតែយើងទៅថ្ងៃអាទិត្យមនុស្សច្រើនណាប៉ុន្តែទៅនឹងអត់ដឹងថាពួកគាត់ទៅលេងអីដែរហើយខ្ញុំក៏អត់ដឹងថាទៅលេងអីដែរពេលវេលាតិចពេកឃើញតែគេបោះតង់គេអីចឹងណាហើយបើនៅលើភ្នំគិរីរម្យហ្មងដូចជាអត់ឃើញមានអីកន្លែងខ្ញុំទៅកន្លែងខាងវរៈបុណ្យធម្មគាត់ធ្វើជា resort ឡានក្រុងណាអីចឹងណាហើយទៅឃើញតែហើយគេផ្សាយស្មានណាស់គិរីរម្យហើយនៅនឹងតែខាងវរៈបុណ្យធម្មទិញកពូលភ្នំនឹងមួយដាច់ទៀតហ្នឹងមើលទៅមានលុយណាអុកញ៉ាបានទេហើយអាហ្នឹងបើចម្លែកចេះចូលទៅតង់ទី1អស់2000រៀលក្នុងមួយម៉ូតូតែបឡានខ្ញុំអត់ដឹងថាអស់ប៉ុន្មានទេបងប្អូនហើយបើសិនថាដឹងជួយប្រាប់ផងប៉ុន្តែបើម៉ូតូតង់ទី1អស់2000ហើយបើតង់ទី2វិញគឺរាប់មនុស្សយកតែម្ដងម្នាក់$2ម្នាក់$2ក្មេងតូចអាយុ5លើសពី5ឆ្នាំទៅគឺ$1ថែមទៀតបើម៉ូតូមួយជិះ3នាក់កូនតូចគឺត្រូវអស់$5ម្នាក់ហើយមិនដឹងថាមួយថ្ងៃក៏ប្រមូលបាននេះគ្រាន់តែថ្ងៃអាទិត្យខ្ញុំទៅនឹងពូដល់កអើយនិយាយពីលុយដល់ហើយប៉ុន្តែសវត្ថនឹងយើងអាចយកទៅដូរអីហូបនៅលើនឹងបានទាំងអស់មកវិញអញ្ចឹងណាប៉ុន្តែទោះទាំងថាត្រូវតែចំណាយឲ្យអស់